សួស្តីអ្នកទាំងអស់គ្នាហើយនេះគឺជា Apple Watch SE 2022វាល្អប្រើប៉ុន្តែវាមិនអាចជំនួសទូរស័ព្ទបានទាំងស្រុងទេ YouTube Facebook នៅក្នុងនេះអត់មានទេប៉ុន្តែវាអាចជំនួសទូរស័ព្ទយើងបានចំពោះការកលចេញខលចូលតាមលេខទូរស័ព្ទចំពោះការចាក់ចម្រៀងនៅលើនេះយើងមិនអាចចាក់បានទេនៅពេលដែលយើងចាក់គឺ play នៅលើទូរស័ព្ទយើងបើសិនជាយើងចង់ចាក់ឲ្យវាឮសំឡេងយើងអាចផ្ញើតាម chat តាម Facebook មកចម្រៀងដែលយើងចង់ស្ដាប់បន្ទាប់មកយើងនឹងអាច play បទចម្រៀងនោះបានហើយវាបញ្ចេញឮនៅ speaker ខាងក្រៅរបស់ Apple Watch ចំពោះល្បឿនវាលឿនល្អវា smooth អូខេបើសិនជាមិនចាំបាច់អ្នកមិនគួរទិញនោះទេបើសិនជាអ្នកចង់សាកល្បងអ្វីដែលថ្មីបច្ចេកវិទ្យាដែលថ្មីអ្នកគួរតែទិញនៅក្នុងនេះវាមាន location បង្ហាញទីតាំងចំពោះថ្មយើងអាច stand by ចោលបានមួយថ្ងៃនឹងសល់ 80% ចំពោះការផ្ដល់សារដំណឹងគឺវាដូចបែបនេះអូខេចំពោះការគេចេញចូលគឺលឿនមែនតើអូខេប៉ុន្តែ iPhone X សុំទោសប៉ុន្តែ Apple Watch SE យើងអាចកំណត់នៅកន្លែងនេះរូបពេល background ខាងក្រោយបែបនេះគឺអត់បានទេអូខេអូខេយើងលក្ខណៈសូមអរគុណសូមជម្រាបលា